សិនគូយនេះវាមានបញ្ហារងខ្លះគេនឹងធ្វើលោកហើយរបៀបដែលយើងមុនដែលយើងដូររងកន្លងយើងត្រូវដោះគ្រប់ច្បាប់សិនផងបាទដោះគ្រប់ច្បាប់មករួចយើងដកប្រឡងជាងទីផងបាទហើយយើងដោះចកពីយើងចេញមកបាទអញ្ចឹងគឺយើងចាប់ផ្ដើមឬប្រហូលទឹកផងបាទកុំភ្លេចរឿងប្រហូលទឹកទឹកនេះយើងប្រហូលសិនបើយើងដោះមុនប្រហូលទឹកដល់ប្រឡង4ប្រហូលទឹកវាអាចទឹកនឹងចូលក្នុងសិនអញ្ចឹងយើងប្រហូលទឹកសាឥឡូវនេះខ្ញុំប្រហូលទឹករួចហើយខ្ញុំចាប់ផ្ដើមយកសលេខ17ដោះទៅយកប៊ិចហ្នឹងបាទហើយដោះទៅយកប៊ិចយើងមិនដោះទៅយកជាប់ខ្លួនជើងទេយើងដោះទៅយកប៊ិចមកកុំឲ្យពិបាកច្រាប្រេងច្រើនអញ្ចឹងយើងដោះទៅយកប៊ិចមកយើងបកាច់មកបងបាទបកាច់វាចេញទៅមកគឺវាចេញមកបងបាទអញ្ចឹងគឺយើងយកសោបាញ់ប្រឡង4ប្រប់បងបាទប្រឡង4ប្រប់ហ្នឹងយើងយកសោបាញ់ប៉ុន្តែតាមពិតប្រឡងយើងយកបាញ់យើងមិនទៅក៏យើងយកសោ21យើងដាក់ដងក្របអីដោះអញ្ចឹងបងបាទហើយខ្ញុំដោះ4ប្រប់នឹងចេញមកផងបាទចេញទាំង4ប្រប់នឹងមកបាទហ្នឹងហើយនេះជារបៀបដូររងកន្លងបងបាទដូររងកន្លះគូយន្តម៉ាស៊ីនគូយន្តម៉ាស៊ីនបូមទឹកឯងបាទដោះចេញមកយើងគៀអស់បងបាទគៀលើក្រោមមកចេញមកឬយើងដោះខ្ចៅត្រោខ្សែពានបងបាទ2គ្រាប់ខ្ចៅឌីយើត្រោខ្សែពានបងបាទហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្ណឹងបាទប៉ុណ្ណឹងរួចជាសាច់បាទចាំវីដេអូខ្ញុំមានតែប៉ុណ្ណឹងអរគុណបាទបាយបាយថ្ងៃក្រោយជួបគ្នាវីដេអូក្រោយទៀតបាទអរគុណ